សួស្តីបងប្អូនទាំងអស់គ្នាតើថ្ងៃនេះមកមើលព្រិលនៅខាងរដ្ឋអារីโซណានៅទីក្រុងទូសនបងប្អូននៅនេះកម្រធ្លាក់ព្រិលបងប្អូនយូរមានម្ដងហើយមកសឹងតែមិនតាន់ទេបងប្អូនអើយដោយសារតែអត់សូវមានពេលបងប្អូនហើយអាថ្ងៃធ្លាក់ដំបងនោះស្អាតខ្លាំងណាស់ហើយយើងអត់បានមកដល់មកថ្ងៃនេះវារៀងអស់ឲ្យលាយទៅវិញខ្លះចឹងណាហើយក៏មិនសូវមានព្រិលច្រើនអីខ្លាំងណាស់ណាដែរប៉ុន្តែយើងអាចថតបានស្គាល់រសជាតិព្រិលគេដែរនៅនេះកម្រមានព្រិលណាស់ខាងអារីโซណាហើយនេះគឺជាក្មេងៗក្មេងៗយូរបានលេងម្ដងងាយបានទៅណាទេតើមកភ្នំចឹងហើយតើភ្នំនឹងមាននេះវាថាភ្នំនឹងខ្ពស់ជាងគេបងប្អូននៅខាងខ្ញុំនេះភ្នំនឹងខ្ពស់ជាងគេដល់ចឹងសបោព្រិលធ្លាក់មកមានតែនៅកន្លែងហ្នឹងទេដោយសារមកថ្ងៃនេះវាយើងថ្ងៃដែលព្រិលវាអត់ធ្លាក់បងប៉ុន្តែអាព្រិលធ្លាក់ថ្ងៃមុននោះវាអត់ទាន់លាយដល់អញ្ចឹងមានស្អីទេបងប្អូនវាមានតែបាច់ព្រិលធ្វើដូចព្រិលធ្លាក់អញ្ចឹងហើយកន្លែងនេះក៏គេមានកន្លែងជីកត្រក់ Sky Rock ក៏អីដែរប៉ុន្តែស្ដាយមែនទេបងប្អូនថ្ងៃហ្នឹងថ្ងៃគេអត់បើកដំណើរការថ្ងៃគេបិទហ្នឹងបងប្អូនយើងអត់ដឹងយើងមកលើកដំបូងបងប្អូននេះលើកដំបូងហើយស្អាតមែនទែនមើលទៅលើឡង់សប្រព្រោះហ្មងគេធ្វើកន្លែងជី Sky Rock ឡើងទៅលើហ្មងនោះយើងជីពីក្រោមឡើងទៅលើឡើងស្លឹមហ្មងណាស្អាតណាស់ថ្ងៃមុនស្អាតជាងនឹងទៀតបងអាថ្ងៃធ្លាក់ដំបងឡង់សប្រព្រោះពេញទឹកពេញដីប៉ុន្តែអត់បានមកចំថ្ងៃយើងរវល់ហើយដល់មកថ្ងៃនេះព្រិលរៀងលាយទៅវិញខ្លះបងប្អូនហើយកន្លែងនេះកន្លែងគេស្កាកន្លែងប្លង់ទេបងប្អូនកន្លែងប្លង់គេជិះកត្រក Sky Rock គេហ្នឹងគឺមានដាក់យើងមើលទីម៉ានទៅទីម៉ានអញ្ចឹងគឺស្រស់ស្អាតមែនទែនមកនេះមកលើកទី1បងប្អូនអើយមកអាមេរិកឡង2ឆ្នាំមកដែរស្គាល់ព្រិលផងឥឡូវមកលើកទី1នោះគឺមកទាំងចៃដន្យទៀតយើងអត់ដឹងថាថ្ងៃគេបិទទេបងប្អូនដល់អញ្ចឹងអត់បានចូលទៅក្នុងវារត់តែស្ដាយក្រោយមែនទែនហើយស្រួលមែនទែននៅនេះយើងជិះឡានមកចតនៅមុខហ្នឹងជិះដល់ហ្នឹងហ្មងហើយយើងទិញសពតទិញអីចូលទៅលេងខាងក្នុងទៅបងប្អូនឃើញព្រិលសហ្នឹងមិនតុនហ្នឹងបងប្អូនឡើងរឹងកជ្រឹះហ្មងដោយសារវាស្រក់វាទ្រោមណាវាទ្រោមពីរថ្ងៃហើយដល់អញ្ចឹងឡើងរឹងកជ្រឹះដូចដុំថ្មចឹងបងប្អូនអើយលែងជាព្រិលតុននេះហើយនៅនេះទេសភាពស្រស់ស្អាតបងប្អូនជិះលើភ្នំវាស្អាតមែនទែនហ្មងណាភ្នំដែលខ្ញុំថតនេះគឺជាភ្នំឈ្មោះថា Mount Lemon បងប្អូនដែលបកប្រែភាសាខ្មែរយើងភ្នំក្រូចឆ្មាប៉ុន្តែមិនមែនក្រូចឆ្មាទេបងប្អូនភ្នំនេះខ្ពស់ជាងគេនៅខាងTucson បងប្អូនខ្ពស់ខ្លាំងណាស់ភ្នំហ្នឹងជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលដ៏មានតម្លៃមកតាមដានវីដេអូនេះរហូតដល់ចប់សូមកុំភ្លេចជួយចុច like follow page ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗប្លែកៗចេញពីរដ្ឋ Arizona ក្នុងសហរដ្ឋអាមេរិកសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ